នៅមុនការចរចាជុំទី2ចូលមកដល់រវាងអាមេរិកនិងអ៊ីរ៉ង់នេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់អាមេរិកបានរាយការណ៍រួចហើយថាសហរដ្ឋអាមេរិកមានបំណងនៅក្នុងការគាំទ្រអ៊ីស្រាអែលនៅក្នុងការវាយប្រហារណាមួយទៅលើអ៊ីរ៉ង់បើសិនជាការចរចានៅលើកនេះបរាជ័យពលគឺជាការដាក់សម្ពាធកាន់តែខ្លាំងក្លាបន្ថែមទៀតទៅលើទីក្រុងតេហេរ៉ង់ដែលការចរចានៅលើកនេះគឺមិនត្រឹមតែដាក់គោលដៅសំខាន់ទៅលើកម្មវិធីនុយក្លេអ៊ែរនោះទេដែលគោលបំណងជាសំខាន់គឺជុំវិញអ្វីដែលជាកម្មវិធីមីស៊ីលប្លង់របស់អ៊ីរ៉ង់ផ្ទាល់តែម្ដងទស្សនិកជនយោងតាមរបាយការណ៍របស់ទូរទស្សន៍ CBS News ដោយដកស្រង់ប្រភព2ដែលនឹងលើកឡើងពីបញ្ហានេះបានឲ្យដឹងថាលោកត្រាំបានធ្វើអត្ថាធិប្បាយនៅពេលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅគេហដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida របស់លោកកាលពីខែធ្នូឆ្នាំ2025យោងតាមរបាយការណ៍មន្ត្រីយោធានិងចារកម្មអាមេរិកក៏បានពិភាក្សាអំពីរបៀបដែលទីក្រុង Washington អាចជួយអ៊ីស្រាអែលនៅក្នុងការប្រតិបត្តិការដែលអាចកើតមានប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់រួមទាំងការផ្តល់ប្រេងឥន្ធនៈតាមអាកាសសម្រាប់យន្តហោះអ៊ីស្រាអែលនឹងជួយធានាការអនុញ្ញាតហោះហើររំលងលើប្រទេសពាក់ព័ន្ធនៅក្នុងតំបន់ផងដែរទោះយ៉ាងណាក៏ដោយប្រទេសហ្សកដានីអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមបានប្រកាសជាសាធារណៈថាពួកគេនឹងមិនអនុញ្ញាតឲ្យដែនអាកាសរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារណាមួយប្រឆាំងនឹងអ៊ីរ៉ង់នោះឡើយហើយក៏មិនឲ្យអ៊ីរ៉ង់ប្រើដើម្បីវាយប្រហារលើប្រទេសដទៃនោះដែរកាលពីថ្ងៃអាទិត្យផងដែររដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយនៅក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសស្លូវ៉ាគីថាលោកចូលចិត្តដោះស្រាយភាពតានតឹងជាមួយអ៊ីរ៉ង់តាមរយៈមធ្យោបាយការទូតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានទៅដល់ទីក្រុងហ្សឺណែវប្រទេសស្វីសហើយកាលពីល្ងាចថ្ងៃទី15ខែកុម្ភៈជាមួយគណៈប្រតិភូចរចាអ៊ីរ៉ង់ដើម្បីចូលរួមកិច្ចចរចាជុំទី2ជាមួយសហរដ្ឋអាមេរិកនិងសកម្មភាពការទូតផ្សេងទៀតប្រភពមួយចំនួនបានឲ្យដឹងផងដែរថានាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែលលោក Benjamin Netanyahu ទាមទារលក្ខខណ្ឌគឺការរុះរើនៅហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់តែម្ដងដែលមិនមែនគ្រាន់តែជាការបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីយ៉ូមនោះទេអ៊ីរ៉ង់និងអាមេរិកនឹងបន្តការចរចាជុំទី2ឡើងវិញនៅដើមខែកុម្ភៈនេះដើម្បីដោះស្រាយចំនួនជាច្រើនទសវត្សរ៍លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់និងបញ្ជាការប្រឈមមុខដាក់គ្នាខាងយោធាថ្មីមួយកិច្ចចរចាជុំទី2រវាងភាគីទាំងពីរត្រូវបានគ្រោងធ្វើឡើងនៅសប្តាហ៍នេះរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យដែលដកស្រង់សម្ដីពីអ្នកការទូតជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់បានបង្ហាញសុទិដ្ឋិនិយមថាទីក្រុងតេហេរ៉ង់កំពុងស្វះស្វែងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិកដែលផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ភាគីទាំងពីរថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ប្រធានអង្គការជីវិតអាមេរិកលោកនេតាន់យ៉ាហ៊ូបានបង្ហាញពីការសង្ស័យចំពោះការសម្រេចបានកិច្ចព្រមព្រៀងប៉ុន្តែទោះយ៉ាងនេះក្តីលោកបាននិយាយថាកិច្ចព្រមព្រៀងណាមួយត្រូវតែរួមបញ្ចូលការដកសម្ភារៈចម្រាញ់សារធាតុនុយក្លេអ៊ែរចេញពីអ៊ីរ៉ង់លោកសង្កត់ធ្ងន់ថាអ៊ីរ៉ង់គួរតែលែងមានសមត្ថភាពនៅក្នុងការចម្រាញ់សារធាតុនុយក្លេអ៊ែរតទៅទៀតពលគឺមិនមែនគ្រាន់តែបញ្ឈប់ដំណើរការចម្រាញ់ទេប៉ុន្តែត្រូវតែរុះរើឧបករណ៍និងហេដ្ឋារចនាសម្ព័ន្ធដែលអនុញ្ញាតឲ្យមានដំណើរការចម្រាញ់អ៊ុយរ៉ានីយ៉ូមតាំងពីដំបូងមកម្លេះតែជាអ្នកដែលចូលរួមនៅក្នុងដំណើរការចរចាដ៏សំខាន់អឺរ៉ុបនៅពេលនេះត្រូវបានអ៊ីរ៉ង់មើលឃើញថាហាក់មិនមានការអើពើនិងមិនពាក់ព័ន្ធនៅក្នុងដំណើរការចរចានុយក្លេអ៊ែរជាថ្មីឡើងវិញរវាងអាមេរិកនិងអ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានរិះគន់ចំទៅកាន់បណ្ដាប្រទេសអឺរ៉ុបជាពិសេសគឺប្រទេសអ៊ីស្រីដែលបានលើកឡើងថានៅក្នុងនោះក្រមប្រទេសនេះហាក់បីដូចជាកំពុងលេងសៀកនៅក្នុងសន្និសីទសន្តិសុខនៅក្នុងទីក្រុងមួយនិចរបស់អាល្លឺម៉ង់ដែលកំពុងដំណើរការនៅក្នុងពេលថ្មីនេះលោក Abbas Araghchi បានលើកឡើងពាក់ព័ន្ធជាមួយនឹងភាពអសកម្មនិងមិនពាក់ព័ន្ធរបស់មហាអំណាចអឺរ៉ុបនៅក្នុងកិច្ចប្រឹងប្រែងឲ្យរស់ឡើងវិញនៅកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកដែលការលើកឡើងនេះគឺបន្ទាប់ពីមន្ត្រីអ៊ីរ៉ង់មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនៅទីក្រុងរបស់អាល្លឺម៉ង់ដែលធ្វើឡើងនៅក្នុងសប្តាហ៍នេះនោះទេលោក Araghchi បានសរសេរនៅលើបណ្ដាញសង្គម X ថា
គួរឲ្យសោកស្ដាយដែលបានឃើញសន្និសីទសន្តិសុខទីក្រុងមួយនិចដែលជាធម្មតាគឺជាវេទិកាដ៏ប្រកបប្រជាប្រែក្លាយទៅជាឆាកសម្ដែងសៀកទីក្រុងមួយនិចនៅពេលនិយាយពាក់ព័ន្ធនឹងអ៊ីរ៉ង់តាមរយៈសារនោះលោកបានសង្កត់ធ្ងន់ថាភាពអសកម្មនិងមិនពាក់ព័ន្ធរបស់ EU និង E3 ដែលផ្ដោតសំខាន់ទៅលើមហាអំណាចទាំង3នៅអឺរ៉ុបដែលមានបារាំងអង់គ្លេសនិងអាល្លឺម៉ង់គឺត្រូវបានបង្ហាញនៅក្នុងសន្ទុះក្នុងការពិភាក្សាបច្ចុប្បន្នស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ធ្លាប់ជាអ្នកចរចាដ៏សំខាន់ឥឡូវនេះអឺរ៉ុបគ្មានកន្លែងណាដែលអាចមើលឃើញសកម្មភាពនេះឡើយផ្ទុយទៅវិញមិត្តរបស់យើងនៅក្នុងតំបន់ឈូងសមុទ្រមានប្រសិទ្ធភាពនិងផ្ដល់ប្រយោជន៍ជាង E3 ដែលគ្មានឥទ្ធិពលនិងមិនសំខាន់គួរដឹងថាប្រទេស E3 ដែលរួមមានបារាំងចក្រភពអង់គ្លេសនិងអាល្លឺម៉ង់គឺជាតួអង្គដ៏សំខាន់នៅក្នុងការចរចានុយក្លេអ៊ែរជុំមុនរវាងមហាអំណាចពិភពលោកនិងអ៊ីរ៉ង់ដំណើរការនោះបានបញ្ចប់នៅឆ្នាំ2015ដោយទទួលបានផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយលើកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលមានគោលបំណងកំណត់វិសាលភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មនៅថ្ងៃអង្គារប្រទេសអូម៉ង់នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវប្រទេសស្វីសបន្ទាប់ពីការចរចាដោយប្រយោលពីមុននៅទីក្រុងមូស្ខាត់កាលពីថ្ងៃទី6ខែកុម្ភៈដែលមិនទទួលបានជោគជ័យហើយកិច្ចចរចាទាំងនោះត្រូវបានចូលរួមដោយអ្នកតំណាងសហរដ្ឋអាមេរិកលោក Steve Witkoff និងកូនប្រសារដែលជាទីប្រឹក្សារបស់លោក Trump គឺលោក Jared Kushner នៅមុនពេលមានកិច្ចចរចានៅក្នុងជុំបន្ទាប់ក៏មានការលើកឡើងហើយក៏បានចាត់ទុកថាជាការប្រមានមួយដែរពីឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីរ៉ង់ដោយប្រមានថាសង្គ្រាមថ្មីគឺនឹងជាមេរៀនសម្រាប់លោក Donald Trump នៅមុនពេលដែលមានជំនួបនៅក្នុងជុំបន្ទាប់ហើយក៏គេរំពឹងទុកផងដែរថាសម្រាប់ជំនួបនេះគឺវាអាចនឹងធ្វើការដោះស្រាយទៅលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះសារព័ត៌មាន Anadolu បានរាយការណ៍ថាមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃអាទិត្យថាសង្គ្រាមណាមួយរបស់អាមេរិកប្រឆាំងនឹងទីក្រុងតេហេរ៉ង់នឹងក្លាយជាមេរៀនសម្រាប់ប្រធានាធិបតី Donald Trump គណៈភាពតានតឹងនៅតែបន្តពុះកញ្ជ្រោលនៅក្នុងតំបន់អាមេរិកនិងអ៊ីរ៉ង់គ្រោងជួបចរចាជុំបន្ទាប់នៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីនៅក្នុងថ្ងៃទី17ខែកុម្ភៈសប្តាហ៍នេះលោកឧត្តមសេនីយ៍ឯកAbdul Rahim Mousavi ប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយថាប្រធានាធិបតីអាមេរិកគួរតែយល់ថាលោកនឹងចូលទៅក្នុងសមរភូមិដែលផ្ដោតជាមេរៀនលោកត្រាំបាននិយាយនៅកាលពីថ្ងៃសុក្រសប្តាហ៍មុនថាការផ្លាស់ប្ដូររបបរបស់អ៊ីរ៉ង់នឹងជារឿងដ៏ល្អបំផុតដែលអាចកើតឡើងគណៈភាពតានតឹងនៅតែក្តៅគគុកស្របពេលដែលមានការដាក់ពង្រាយនាវាផ្ទុកយន្តហោះទី2របស់អាមេរិកនៅទៅកាន់តំបន់មជ្ឈមបូព៌ាលោកបានប្រកាសថានាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលត្រូវបានពិពណ៌នាថាជានាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោកនឹងធ្វើដំណើរទៅកាន់តំបន់នេះក្នុងពេលឆាប់ៗនេះនៅក្នុងករណីដែលការចរចាកំពុងបន្តរវាងទីក្រុង Washington និងទីក្រុងតេហេរ៉ង់បរាជ័យលោកបាននិយាយថានៅក្នុងករណីដែលពួកលោកធ្វើកិច្ចព្រមព្រៀងមិនបានទេពួកលោកនឹងត្រូវការនាវានេះនឹងចាក់ចែងនៅក្នុងពេលឆាប់ៗនេះនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមកងនាវាពិឃាតត្រូវបានដាក់ពង្រាយរួចហើយនៅក្នុងតំបន់ឈូងសមុទ្រពាក់បន្ទាប់ពីត្រូវបានបញ្ជូនកាលពីខែមុនស្របពេលដែលមានភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរទៅមើលពីភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលនៅតែបន្តខណៈដែលការចរចានុយក្លេអ៊ែរជុំទី2គឺនឹងចូលមកដល់នៅថ្ងៃទី17ខែកុម្ភៈស្អែកនេះឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីរ៉ង់ព្រមានថាសង្គ្រាមថ្មីនឹងជាមេរៀនសម្រាប់លោកត្រាំនៅមុនការចរចាជុំបន្ទាប់នេះបើតាមការលើកឡើងរបស់មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ប្រាប់សារព័ត៌មាន Anadolu ខណៈដែលភាពតានតឹងនៅតែបន្តពុះកញ្ជ្រោលនៅក្នុងតំបន់លោកឧត្តមសេនីយ៍ឯក Abdul Rahim Mousavi ប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយថាប្រធានាធិបតីអាមេរិកគួរតែយល់ថាលោកនឹងចូលទៅក្នុងសមរភូមិដែលផ្ដល់ជាមេរៀនលោកត្រាំបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថាការផ្លាស់ប្ដូររបបនៅអ៊ីរ៉ង់នឹងជារឿងដ៏ល្អបំផុតដែលអាចកើតឡើងខណៈភាពតានតឹងនៅតែក្តៅគគុកស្របពេលមានការដាក់ពង្រាយនាវាផ្ទុកយន្តហោះទី2របស់សហរដ្ឋអាមេរិកទៅកាន់មជ្ឈមបូព៌ា
លោកបានប្រកាសថានាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលត្រូវបានពិពណ៌នាថាជានាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោកនឹងធ្វើដំណើរទៅកាន់តំបន់នេះក្នុងពេលឆាប់ៗនេះក្នុងករណីដែលការចរចាកំពុងបន្តរវាងទីក្រុង Washington និងទីក្រុងតេហេរ៉ង់បរាជ័យលោកនិយាយថាក្នុងករណីដែលពួកលោកធ្វើកិច្ចព្រមព្រៀងមិនបានទេពួកលោកនឹងត្រូវការនាវានេះនឹងចាក់ចេញក្នុងពេលឆាប់ៗនេះនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមកងនាវាពិឃាតត្រូវបានដាក់ពង្រាយរួចហើយនៅតំបន់ឈូងសមុទ្រប៉ែកដើម្បីបន្ទាប់ពីត្រូវបានបញ្ជូនកាលពីខែមុនស្របពេលភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរមុនការចរចាជុំទី2មកដល់លោកត្រាំក៏បានប្រឡូយពាក្យផងដែរថាអាមេរិកនឹងគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ប្រសិនបើការចរចារវាងទីក្រុង Washington និងទីក្រុងតេហេរ៉ង់បរាជ័យយោងតាមរបាយការណ៍របស់ទូរទស្សន៍ CBS News ដោយដកស្រង់ប្រភព2ដែលដឹងពីបញ្ហានេះបានឲ្យដឹងថាលោកត្រាំបានធ្វើអត្ថាធិប្បាយបែបនេះនៅពេលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅគេហដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida កាលពីខែធ្នូយោងតាមរបាយការណ៍មន្ត្រីយោធានិងចារកម្មអាមេរិកក៏បានពិភាក្សាអំពីរបៀបដែលទីក្រុង Washington អាចជួយអ៊ីស្រាអែលក្នុងប្រតិបត្តិការដែលអាចកើតមានប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់រួមទាំងការផ្ដល់ប្រេងឥន្ធនៈតាមអាកាសសម្រាប់យន្តហោះអ៊ីស្រាអែលនិងជួយធានាការហោះហើររំលងលើប្រទេសពាក់ព័ន្ធក្នុងតំបន់ផងដែរទោះជាយ៉ាងណាក៏ដោយប្រទេសហ្សូដានី អារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមបានប្រកាសជាសាធារណៈថាពួកគេនឹងមិនអនុញ្ញាតឲ្យដែនអាកាសរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឡើយហើយក៏មិនឲ្យអ៊ីរ៉ង់ប្រើដើម្បីវាយប្រហារលើប្រទេសដទៃទៀតនោះដែរកាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយអំឡុងទស្សនកិច្ចទៅកាន់ប្រទេសស្លូវ៉ាគីថាលោកចូលចិត្តដោះស្រាយភាពតានតឹងជាមួយអ៊ីរ៉ង់តាមរយៈមធ្យោបាយការទូតចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានទៅដល់ទីក្រុងសេណែវប្រទេសស្វីសហើយកាលពីល្ងាចថ្ងៃទី15កុម្ភៈជាមួយគណៈប្រតិភូចរចាអ៊ីរ៉ង់ផ្សេងទៀតដើម្បីចូលរួមកិច្ចចរចាជុំទី2ជាមួយសហរដ្ឋអាមេរិកនិងសកម្មភាពការទូតផ្សេងទៀតសម្រាប់ព័ត៌មានពិស្ដារដំបូងនេះទស្សនិកជនយើងនៅតែបន្តតាមដានពីបញ្ហាតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកខណៈដែលការចរចានុយក្លេអ៊ែររវាងភាគីទាំងពីរកំពុងតែបន្តឈានចូលដល់ជុំទី2មេដឹកនាំដែលជាឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីរ៉ង់មួយរូបបានប្រមានជាថ្មីពីសង្គ្រាមដែលអាចនឹងកើតឡើងរវាងអ៊ីរ៉ង់អាមេរិកនិងអ៊ីស្រាអែលនៅក្នុងពេលដែលអាមេរិកកាន់តែដាក់សម្ពាធកាន់តែខ្លាំងក្លាបន្ថែមទៀតដែលជាភាពតានតឹងជំរុញឲ្យស្ថានភាពនេះកាន់តែពុះកញ្ជ្រួលការចរចារវាងអ៊ីរ៉ង់និងអាមេរិកនៅជុំ